បាទរុនសុស្ដីបងប្អូននេះគឺជាទីតាំងចិញ្ចឹមមាន់របស់បងប្រុសជាតិម្ចាស់ស៊ុំព្រះវិហារមាន់ជលជ័យដែរបងប្អូនណាដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ស្រឡៅស្រុកឆែបខេត្តព្រះវិហារទីតាំងចិញ្ចឹមមាន់និងបង្កាត់មាន់បងប្រុសជាប់ជ័យដែរឡើងបងប្អូនណាតែខ្ញុំម្សិលមិញខ្ញុំបានទៅយកចៅឃីមផេតរបស់គាត់អានេះគឺជាប្រភេទបាចៃកូនលំដាប់បងប្អូនណាតែយើងធ្លាក់សុខភាពដាក់ប្រកាសនៅទីរួមខេត្តតែយកវាមកនេះដើម្បីថតវីដេអូជូនបងប្អូនឲ្យកូនល្អណាស់មកក្របនេះបងប្អូនសរសៃទម្ងន់ជើងគល់ដៅអែមមេកូនមកវាពីក្របនៅបាក់សីកាឡាប៉ុសកំពុងប្រកាសមួយចៅញីមង្គលកូនមកដឹងតែញាក់សាច់ហើយភ្លេចតាមដានកូនមកញីមង្គលតោះឥឡូវយើងមកមើលទីតាំងកន្លែងថែមាត់មកគាត់បងប្អូនព្រះវិហារមាន់ជលជ័យដែរគាត់នៅខ្មែរយើងមិនសូវមានអ្នកស្គាល់ទេបងប្អូនមិនសូវមានអ្នកស្គាល់ទេប៉ុន្តែនៅឡាវមានអ្នកស្គាល់ច្រើនខ្សែពូជមាន់គាត់កាន់មាន់បើថាមាន់គាត់ចេញប្រកួតឡើងកតុយតគេបាត់ហើយ3 1 4 1 5 1តនេះសិតកលាករបស់គាត់បងប្អូនណាអូលំដាប់ហើយស្អាតបងប្អូនអើយហើយអ្នកថែមាន់របស់គាត់គឺជនជាតិឡាវនោះដេញរឹងណាបងប្រុសមិត្តភក្តិគាត់បងប្អូនណាកន្លែងទីតាំងថែកីឡាករសម្រាប់ប្រកួតថ្ងៃហ្នឹងមានមួយគ្រាប់ចេញទៅប្រកួតនៅទឹកដីឡាវនៅស្រែក្រសាំងណាក្រសាំង30គីឡូពីព្រំដែនទៅនេះគឺជាទីតាំងបង្កាត់របស់បងព្រះវិហារមាន់ជលជ័យដែននេះត្រង់បង្កាត់របស់គាត់មានឡុកមានបាមានមេតែខ្ញុំអត់ទាន់បានចូលទេនេះអូនេះពួកស្ទីលរត់ប្រសាញ់ហ្នឹងណាសម្រាប់បងប្អូនគាត់ដំបងឡើយគឺជាអ្នកជលមកអត់ប្រកាសលួនទេតែមួយរយៈចុងក្រោយនេះគាត់កសាងទ្រង់នេះហើយគាត់ទទួលបានការណែនាំខ្លះពីបងម្ចាស់ស្រាញ់ត្រីក្រហមគាត់ក៏ចាប់អារម្មណ៍ក្នុងការប្រកាសសម្រាប់លក់តែហូរអស់កោះនេះរៀបចំមានស្តង់ដារត្រឹមត្រូវអែមស្នៃthe best បងប្អូនបាក់សីកាឡាប៉ុសអត់ចេះប្រូទេខ្ញុំពិតជាធ្លាប់កាន់និងកំពុងកាន់កូនរបស់ចៅគីមផេតមែនតែមេរបស់បងប្រូឌីណាណាគាត់ទិញយកមកឲ្យដាក់ប្រកាសមួយគ្នាល្អណាកូនវាតសៃតសងហើយវាយគោដៅញាក់សាច់ស៊ីស្រាប់ប្រកបរបស់គេទៀតនេះបងប្អូនមើលនេះហើយមើលចាំជួបគាត់សុំសួរគាត់បន្តិចងាយទេស្គាល់យូរងាយចេញមកទេឥឡូវនេះបាទមានសួរបងម្លាញ់នេះអ្នកចង់ស្គាល់ម្ចាស់ឃីមផេតនេះព្រះវិហារមាន់ជលជ័យដែនយកបងវាយតម្ដាច់ចិត្តបង្ហាញព្រះភ័ក្របងវាយបង្ហាញប្រវត្តិអាឃីមផេតតិចមកបងអូហ្នឹងហើយតាមប្រវត្តិទៅបងប្អូនបាក់សៃកីឡាយើងច្រើនបាទឃីមផេតដោយសារឃីមផេតម្នាក់ក៏សួររកម្ចាស់ដែរអញ្ចឹងដាច់ចិត្តបង្ហាញហើយមកហើយដោយសារអញ្ចឹងបងប្អូនមន្ត្រីរាជការឃើញថាអូអាញមកទៅអ្នកធ្វើការជាមួយបាទយើងឡាយហើយយើងចេះចុះហ៎បងមិនឡើយឲ្យបងប្អូនឆ្ងល់សួររកចាស់ច្រើនពេកដាក់ឲ្យមួយឈ្នះប៉ុន្មានដងឃីមផេតបងឃីមផេតឈ្នះ11 ដងអូអស់ត11 ដងធ្លាប់ជួបមួយគុំនេះក៏ធ្លាប់ជួបបកយក៏ធ្លាប់ជួបអូ11 ដងហ្នឹង8 មាន់បាត់ភ្នែកទាំង8 មាន់ហ្នឹងហើយមួយទៀតអូ8 មាន់បាត់ភ្នែកទាំង8បាត់ទាំង8មានផ្លាត់បាត់ទាំង2អូយូបងហើយយើងធ្លាក់សុខភាពផ្ញើបាក់សីកាឡាប៉ុសជួយមើលថែឲ្យអូខេទទួលហ្មងធានាឲ្យណាមកស្អាតឲ្យនេះកូនជន់អស់អូមកត្រង់នេះจะជាប់ឈាមភេទទាំងអស់អូមួយទៀតបងប្អូនដែលចាំស្ដាច់ឥន្ទ្រីខ្មៅហ៎ស្ដាច់ឥន្ទ្រីខ្មៅក៏បងជាតិគាត់អ្នកកាន់ដែរឥន្ទ្រីខ្មៅហើយរងថ្ងៃនៅសុំចៃក្រូតជុំអានេះកូនមួយនេះប្រវត្តិជលអត់ច្រើនទេ4 ដងទេប៉ុន្តែអត់មានមួយណាឆ្លងទឹកព្រីទេហើយតាំងពីចេះជលមាន់មកអត់មានមាន់ណាជើងសាហាវដូចនេះអត់ទេបើនិយាយពីកូនប្រកាត់របស់មួយថ្ងៃខ្ញុំសម្គាល់ឃើញរឿង3យ៉ាងទី1ចិត្តថ្លើមវាទី2សរសៃសរសងលងតាគៀករបស់វាទី3វាយជើងជ្រៅអុកហ្នឹងហ្មងបង
អានឹងបច្ចេកទេសប្រកាត់ឬមួយក៏យកប្រកាត់ទៅសំណាងយកបានបងមើលអាចបញ្ជាក់បន្តិចបានទេបងម្លាញ់ តាមពិតតែបើសំណាងมันសំណាងទេថាយើងចេះខ្សែពូជតាមតាមទៅយើងដឹងថាខ្សែពូជថាល្អ បាទ យើងយកវាមកប្រកាសទៅ មកប្រកាសទៅអូ មេបាណាដែលចាំល្អល្អខ្ញុំព្យាយាមថាខ្ញុំឃើញគាត់តែល្អហើយមន់នឹងល្អហើយអត់មានឆ្អឹងអត់មានសរសៃយើងយកមកធ្វើបាពូជមើលពូជកូនមកថ្ងៃក្រោយក៏វាអត់មានឆ្អឹងមានសរសៃ ខ្ញុំបានទៅមើលកូនរបស់ Kim Pet ជុលនៅឡាវកាលមកវគ្គមុនណា6ទឹកនិយាយគេវាយប៉លដូចជាហឺតែមួយជើងវាស្មើគេវាយ10ជើងហើយនៅស្មើបានណាបើក្រៅពីកូន Kim Pet ខ្ញុំស្មើទុកទឹក3ឲ្យលុយគេហ្នឹង កូនខេមផេតមិនមែនថាมันមានមួយណាដែលថាចូលទៅអត់មានទេប៉ះទូប្រកួតណានឹងល្អក៏មានខូចផ្នែកដូចអីពេលខ្លះខូចផ្នែកតាំងពីទឹកមួយស្មើក៏មានដែរអូឡមកស្លាប់កាន់កូនខេមផេតបើឲ្យចាញ់ពិបាកចាញ់អេចាញ់ក៏ល្អមើលដែរបងនិយាយវាពិតកូនវានៅខ្ញុំមើលយកទៅ2សបុកណាសបុកជាមួយមេកូនសែនគុណនោះឈ្មោះ2 ឈ្នះម្ដងចាញ់ម្ដងចាញ់ប៉ាគឺល្អខ្លាំងពេកអាហ្នឹងទទួលស្គាល់មួយទៀតកំពុងថែជុលមកសបុកទៀត4គ្រាប់ឈ្មោះ3មេ1អាកងៀងមន់ជុលមួយបកយជាប់កកងៀងវាឈ្នះបាន2ដងស្មើម្ដងទៀតមកហើយអាស្មើវាយគេខូចហើយស្អីឡើងងាប់បាត់ទៀតអូខ្លាំងណាស់និយាយវាគត់ដល់កក្រៅពី Kim Pet បងមានប្រកាសបាផ្សេងទេបងក្រៅពី Kim Pet មានប្រកាសជាមួយ EQ ហ្នឹងក៏មន់ប្រវត្តិល្អដែរណាមីឈូហ្នឹងមន់ឈ្នះតែ4ដងទេប៉ុន្តែឈ្នះគូប្រកួតសិតតែគូប្រកួតឈ្នះពានរង្វាន់នៅប៉ាសេហើយនៅប៉ាសេហើយឈ្នះចំនួន4ដងហ្នឹងពិបាករកគូប្រកួតបាទរកគូប្រកួតតែលឺដំណឹងអកុសលមកវាធ្លាក់សុខភាពវាបាត់បង់ទៅវិញហ្មងបាទងាប់បាត់ហើយយើងទឹកងាប់ថ្មីនេះនៅសល់កូនចុងក្រោយហ្នឹងមួយខែបន្តមួយខែសល់បានប៉ុន្មានសបុកដែរបងញីឃីវប្រកាសបានបងញីឃីវសល់ច្រើនហ្នឹងបងអាយុ3ខែ1ខែជាង4ខែសល់ច្រើនមកត្រង់នេះមានតែខ្សែ Kim Pet មួយញីឃីវច្រើនបាទញីឃីវហើយនឹងមានយើងហៅប្រភេទចំណាំចាយហ្នឹងក៏មានសល់កូនមេបាទមានមកសំណួរឆ្ងល់យូរហើយបងនៅខ្មែរគេមិនសូវស្គាល់បងឯងហេតុអីមិននៅ live ស្គាល់បងឯងច្រើនមែនស្គាល់ដល់ថ្នាក់ខ្ញុំឃើញមន់បងឯងយកទៅគាត់បងឯងចូលទៅអង្គុយក្នុងសង្វៀនតោះហ្នឹងមន់គេវាយមន់បងឯងគេនៅយកមន់បងឯងត5 2 5 1នេះខ្ញុំអង្គុយស្គាល់ហ្នឹងមូលហេតុអីបងមិនគេដូចឲ្យតម្លៃសុំបងឯងពីខ្មែរទៅនេះមកពីយើងមានចំណុចណាពិសេសជាងគេឬមួយក៏មិនបងតាំងពីទៅហ្នឹងវាពីករណីផ្សេងគ្នាបើថាតែកន្លងមកខ្ញុំអត់សូវយកទៅជុលនៅខ្មែរភាសាតែតាស្បាប់ទលាប់តាតំបន់ផងហើយយើងគូនៅតំបន់នេះវាឆ្ងាយពីខាងវិមាននៅខ្មែរបាទទៅពេលខោចហ្នឹងក៏4ទៅ5ម៉ោងត្រូវបងប្អូនថៃវេលាទទួលស្គាល់ថាយើងជុលគាត់បាទដល់ខ្ញុំនៅតំបន់នេះវាគៀកនឹងឡាវអញ្ចឹងចេញពីឡាវទៅហើយជាកន្លះម៉ោងហ្នឹងខ្ញុំដល់ហើយគិតរយៈពេលដែលខ្ញុំជុលមកនៅនេះខ្ញុំជុលនៅជាមួយឡាវអញ្ចឹងទៅឡាវស្គាល់អស់ហើយមន់អាមានកាន់មន់គេមិនហ្នឹងយើងព្យាយាមថាធ្វើម៉េចកុំយកថាមន់ឡាំឡាយហ្នឹងយកសាច់ជើង3ជាន់ទៅអាសាច់វាវទៅតែសារមិនដែលឡាវដែលអ្នកស្គាល់គ្នាគាត់ហ៊ានថាយកលេងមន់ខ្ញុំគាត់ដឹងពីចរិតចិត្តផ្លើមរបស់មន់មួយវាសម្រចាញ់គេនេះយល់ចាញ់មិនជាក៏អស់ចិត្តដែរអស់ចិត្តម្ចាស់ដោះខ្លួនបានខ្លះទៀតពេលខ្លះដូចបងធ្លាប់ទៅឃើញអញ្ចឹងបើមើលពីការជុលហ្នឹងឃើញតែមន់ខ្ញុំរោមបាទលេងទៅរោមបាទតែអ្វីដែលជឿជាក់គេអត់ខ្វល់គេសង្ឃឹមថាចុងក្រោយ
គេនឹងបានលុយទៅសារវា ហើយបងក្នុងរយៈពេលចុងក្រោយអត់តបានមួយខែថាមួយខែខ្ញុំចាប់ដើមឃើញដាក់លក់កូនមន់ដើមខ្ញុំក៏ញាក់បាល់ដែរហើយមកនេះមកសុំចែកមេមកក្របទៅទៀតដើម្បីដាក់មួយញីមង្គលខ្ញុំកាន់មន់បើនិយាយខ្សែពូជអីខ្ញុំអាចទទួលយកបានខ្លះហើយពីបងប្អូនទទួលស្គាល់ណាតែខ្ញុំនៅតែត្រូវការអភិវឌ្ឍជាពិសេសមេនោះសំខាន់ណាក្នុងការបំបីពូជបំបីឈាមខ្សែវាទៅមុខបន្តទៀតបងដាក់លក់មន់នៅខ្មែរអត់សូវមានអ្នកស្គាល់ទេប៉ុន្តែឮថាឡាវមកចាប់ដល់ទ្រង់នៅខ្មែរយកទៅឡាវវិញអាហ្នឹងដោយសារតែគេឃើញខ្សែពូជយើងហើយការប្រកួតកន្លងនៅសង្វៀនឬមួយក៏វាយផ្សព្វផ្សាយទៅដល់ឡាវច្រើនជាងខ្មែរ តាមមកទៅបើការផ្សព្វផ្សាយនៅក្នុង account Facebook នោះ friend ខ្មែរច្រើនជាង បាទ មិនមែនថាខ្មែរមិនសួររត់ទិញទេខ្មែរសួររត់ទិញដូចគ្នា បាទ ប៉ុន្តែអ្វីដែលគាត់មិនមានជំនឿចិត្តហ្នឹងដោយសារតែកន្លងមកខ្ញុំមិនដែរអានមុខហើយប្រាប់ថាមន់ខ្ញុំហ្នឹងប្រកាសដើម្បីលក់ទេ បាទ មកខ្ញុំធ្វើប្រកាសពូជនេះមកសម្រាប់ទៅជុល ជុល ហើយខាងឡាវនោះក៏មិនបានផ្សព្វផ្សាយថាអូខ្ញុំធ្វើត្រង់នេះដើម្បីប្រកាសលក់ដែរ បាទ ប៉ុន្តែអ្វីដែលគាត់ធ្លាប់ឃើញគាត់ចេះតែចង់បានអញ្ចឹងមិនថាលក់ទៅបាច់បញ្ជាគាត់មកដល់ត្រង់ហើយគាត់ចាប់យក ចាប់យកថ្ងៃមុនអស់ប៉ុន្មានក៏ចាប់យកទៅនោះ តែថ្ងៃមុនអស់6គ្រាប់ មួយគ្រាប់ ឲ្យទៅគាត់2គ្រាប់ទៀត ឲ្យ2គ្រាប់ទៀតចឹងសរុប8គ្រាប់ដូចបានក្រែដែរតែមិនដឹង លក់បានមួយគ្រាប់ប៉ុន្មានមកទៅឡើយ លក់បានមួយគ្រាប់ 15000 ហើយកូនមន់ទូចអាយុ3ខែមួយគ្រាប់ 5000 អូបើគិតដុល្លារកូនមន់ទូច150ចុះ 150 បាទ ហើយអាធំមួយគ្រាប់ចាប់ពី250ឡើងទៅ បាទ បាទអញ្ចឹងបង ថាតម្លៃនេះថ្លៃបើខាងខ្មែរគាត់ថាថ្លៃ បាទ ប៉ុន្តែបើមែនតែនទៅខ្ញុំថាมันថ្លៃគាត់ថាថ្លៃបើថាឲ្យថ្លៃមិនថ្លៃដោយសារហ្មងខ្ញុំមាននិយាយថាតម្លៃថ្លៃហ្នឹងតែមានគុណភាព ជាជាងយើងយកតម្លៃមកគ្រាប់40រៀល50រៀលយកទៅយើងយកទៅអត់មានគុណភាព បាទ ចាញ់ទាំងលុយជុលនឹងហើយចាញ់ទាំងលុយទិញមន់នឹងទៀត ខាតច្រើន ហើយពុកម៉ែបងប្អូននៅខាងខ្មែរហ្នឹងច្បាស់ជាបន្ទោសម្ចាស់អ្នកលក់ហ្នឹងថាលក់មន់អត់មានគុណភាពទៅឲ្យគាត់ចាញ់បោកគាត់ បាទ តែនៅចំណុចនេះបើសិនជាពុកម៉ែបងប្អូនចង់បានមន់តម្លៃហ្នឹងបើសិននិយាយភាពស្មោះត្រង់បើសិនជាខ្ញុំចង់បានទៅលុយមួយឃើញលុយខ្ញុំប្រកាសលក់បានដូចគ្នាតម្លៃ$30 $40 ហ្នឹងមានដូចគ្នា បាទ តែទៅមិនចង់ឲ្យពុកម៉ែបងប្អូនអ្នកចូលចិត្តហ្នឹង ខាតបង ហើយវាតម្លៃថាលក់មន់ទៅមិនចង់បានទៅលុយអញ្ចឹងទេ វាមិនខុសពីទូរស័ព្ទទេវាមានច្រើន model ច្រើនស៊េរីច្រើនផលិតផលច្រើនក្រុមហ៊ុនប៉ុន្តែវានៅតែមានផលិតផលខ្លះចេញមកចលះគ្នាតែតម្លៃថ្លៃគុណ2គុណ3វាតាក់ទងមួយគុណភាព brand នឹងជាដើមចុះបងបង្ហាញបន្តិចមុននឹងបិទវីដេអូអាណាខ្លះដែលអាចចាប់លក់បានបងពួកនេះអត់ទាន់មានចាប់លក់បានទេបងណាពួកនេះ នេះតាមកំណត់ទៅបើសិនជាចង់បានយកទៅចាប់បានហើយ បាទ មន់នេះវាអាយុ2ខែជាង 2ខែជាង តាមកំណត់ទៅកូនមន់មិនចាំបាច់ថាអូចាំតែ3ខែ បាទ ចាំចាប់វាមិនបាច់ចេញពីមេយើងមើលទៅវាទៅវាមាន ប៉ុណ្ណេះវាចេះស៊ីហើយហី បីការពារខ្លួនវារួច បាទ ពីជំងឺហ្នឹងយើងអាចមេបាន បាទវាមួយណាញីខៀវឬមួយក៏ បាលើនេះបោះចោលរំឆៃទេមកសបុកនេះ អូ បាទ អញ្ចឹងបងប្អូនដែលចាប់អារម្មណ៍និយាយម៉ាត់ចេះចាប់អារម្មណ៍ចង់បានខ្សែពូជមន់បងប្រុសព្រះវិហារមន់ជុលជ្រៃដែនអាចចូលទៅ follow ឬ add friend account របស់គាត់ដែលខ្ញុំ mention ជូនហើយឆាតទៅខ្លួនឯងនិយាយម៉ាត់ចេះតែខ្ញុំសុំដើរមើលមេពូជមកគ្រាប់សិនដើម្បីយកទៅបង្កាត់បន្ថែមអរគុណច្រើនបង ប